មកកូនថ្ងៃនេះមកសង្ខេបរឿងជាមួយលោកគ្រូទាំងអស់គ្នាណាកូនងាយស្រួលក្នុងការធ្វើលំហាត់ទាំងអស់គ្នានៅពេលដែលរៀននៅទំព័របន្តកូនរឿងដឹងសងដឹងអំបែងសងអំបែងកាលពីព្រៃនានេះគឺមានកសិករម្នាក់និងប្រពន្ធមានកូនប្រុសម្នាក់កូនប្រុសហ្នឹងគឺពេញរូបពេញរាងហើយថ្ងៃមួយបុរសក្រីក្រជាប្តីក៏បានទៅខ្ចីដឹងសេដ្ឋីដើម្បីយកមកកាប់អស់នៅពេលបុរសក្រីក្រនោះយកដឹងទៅកាប់អស់ស្រាប់តែផ្លែដឹងហ្នឹងក៏របូតចេញពីដងហើយក៏ទៅជាប់នឹងសត្វប្រើសហើយសត្វប្រើសនោះក៏រត់ចូលព្រៃបាត់ទៅបុរសក្រីក្រនោះក៏ទៅប្រាប់សេដ្ឋីថាដឹងរបស់សេដ្ឋីគឺបាត់ហើយបុរសនោះសូមសងដឹងសេដ្ឋីវិញប៉ុន្តែសេដ្ឋីហ្នឹងគឺមិនព្រមទេទោះបីបុរសក្រីក្រនោះសងដឹងមួយជា10ក៏សេដ្ឋីមិនយល់ព្រមដែរចុងក្រោយទាល់តែគ្រួសារបុរសក្រីក្រនោះឲ្យកូនប្រុសមកបម្រើសេដ្ឋីទើបសេដ្ឋីយល់ព្រមថ្ងៃមួយបុរសក្រីក្រនោះក៏បានចូលទៅក្នុងព្រៃដើម្បីរកអស់ក៏ប្រទះឃើញសត្វប្រើសនោះងាប់ហើយក៏ឃើញដឹងនៅជាប់នឹងជាមួយនឹងឆ្អឹងសត្វប្រើសនោះបុរសក្រីក្រនោះអរជាខ្លាំងនៅពេលដែលបានឃើញដឹងវិញគាត់ក៏យកដឹងនោះទៅលាងសម្អាតយ៉ាងស្អាតបន្ទាប់មកយកដឹងនោះទៅសងមហាសេដ្ឋីវិញថ្ងៃមួយគ្រួសារក្រីក្រនោះបានដាល់អំបុកហើយក្លិនឈ្ងុយឈ្ងប់នៃអំបុកនោះក៏ជះក្លិនទៅដល់កូនស្រីសេដ្ឋីកូនស្រីសេដ្ឋីចង់ស៊ីអំបុកដែរក៏រំអុកពុកឲ្យដាល់អំបុកឲ្យកូនស្រីនឹងញ៉ាំដែរក៏ប៉ុន្តែសេដ្ឋីនោះមិនមានអំបែងសម្រាប់ដាល់អំបុកនោះទេដូច្នេះហើយសេដ្ឋីក៏ដាច់ចិត្តទៅខ្ចីអំបែងពីគ្រួសារបុរសក្រីក្រនោះម្ដងនៅពេលដែលសេដ្ឋីខ្ចីអំបែងពីបុរសក្រីក្រនោះមកហើយក៏នាំគ្នាដាល់អំបុកនៅពេលនោះមានឆ្កែខំគ្នាយ៉ាងខ្លាំងហើយប្រវាយបតោបគ្នាក៏រត់ទៅប៉ះជាមួយនឹងអំបែងនោះក៏បែកខ្ទេចអស់ទៅសេដ្ឋីក៏មកប្រាប់គ្រួសារក្រីក្រនោះដើម្បីសងអំបែងវិញប៉ុន្តែគ្រួសារក្រីក្រនោះគឺមិនព្រមទេទោះបីសេដ្ឋីសងអំបែងនេះមួយជា10ក៏គ្រួសារក្រីក្រនោះមិនព្រមដែររឿងរ៉ាវនេះក៏នាំគ្នាឡើងប្តឹងដល់ព្រះមហាក្សត្រនេះគឺបានស្ដាប់រឿងដំណើរដើមតងតាំងពីដើមមកតាំងពីបុរសក្រខ្សត់ខ្ចីដឹងរហូតដល់សេដ្ឋីខ្ចីអំបែងវិញដើម្បីកាត់ក្តីឲ្យមានតម្លាភាពព្រះមហាក្សត្រក៏ឲ្យកូនស្រីសេដ្ឋីទៅបម្រើគ្រួសារក្រីក្រនោះវិញម្ដងតាមរយៈរឿងនេះយើងឃើញថាធ្វើអ្វីក៏ដោយកុំឲ្យហួសហេតុពេកព្រោះថ្ងៃណាមួយជួនកាលរឿងនោះនឹងធ្លាក់មកលើយើងវិញជាមិនខានដោយពាក្យចាស់លោកពោលថាចេះឯងឲ្យក្រែងចេះគេមកកូនថ្ងៃនេះមកសង្ខេបរឿងជាមួយលោកគ្រូទាំងអស់គ្នាណាកូនងាយស្រួលក្នុងការធ្វើលំហាត់ទាំងអស់គ្នានៅពេលដែលរៀននៅទំព័របន្តកូនរឿងដឹងសងដឹងអំបែងសងអំបែងកាលពីព្រៃនានេះគឺមានកសិករម្នាក់និងប្រពន្ធមានកូនប្រុសម្នាក់កូនប្រុសហ្នឹងគឺពេញរូបពេញរាងហើយថ្ងៃមួយបុរសក្រីក្រជាប្តីក៏បានទៅខ្ចីដឹងសេដ្ឋីដើម្បីយកមកកាប់អស់នៅពេលបុរសក្រីក្រនោះយកដឹងទៅកាប់អស់ស្រាប់តែផ្លែដឹងហ្នឹងក៏របូតចេញពីដងហើយក៏ទៅជាប់នឹងសត្វប្រើសហើយសត្វប្រើសនោះក៏រត់ចូលព្រៃបាត់ទៅបុរសក្រីក្រនោះក៏ទៅប្រាប់សេដ្ឋីថាដឹងរបស់សេដ្ឋីគឺបាត់ហើយបុរសនោះសូមសងដឹងសេដ្ឋីវិញប៉ុន្តែសេដ្ឋីហ្នឹងគឺមិនព្រមទេទោះបីបុរសក្រីក្រនោះសងដឹងមួយជា10ក៏សេដ្ឋីមិនយល់ព្រមដែរចុងក្រោយទាល់តែគ្រួសារបុរសក្រីក្រនោះឲ្យកូនប្រុសមកបម្រើសេដ្ឋីទើបសេដ្ឋីយល់ព្រមថ្ងៃមួយបុរសក្រីក្រនោះក៏បានចូលទៅក្នុងព្រៃដើម្បីរកអស់ក៏ប្រទះឃើញសត្វប្រើសនោះងាប់ហើយក៏ឃើញដឹងនៅជាប់នឹងជាមួយនឹងឆ្អឹងសត្វប្រើសនោះបុរសក្រីក្រនោះអរជាខ្លាំងនៅពេលដែលបានឃើញដឹងវិញគាត់ក៏យកដឹងនោះទៅលាងសម្អាតយ៉ាងស្អាតបន្ទាប់មកយកដឹងនោះទៅសងមហាសេដ្ឋីវិញថ្ងៃមួយគ្រួសារក្រីក្រនោះបានដាល់អំបុកហើយក្លិនឈ្ងុយឈ្ងប់នៃអំបុកនោះក៏ជះក្លិនទៅដល់កូនស្រីសេដ្ឋីកូនស្រីសេដ្ឋីចង់ស៊ីអំបុកដែរក៏រំអុកពុកឲ្យដាល់អំបុកឲ្យកូនស្រីនឹងញ៉ាំដែរក៏ប៉ុន្តែសេដ្ឋីនោះមិនមានអំបែងសម្រាប់ដាល់អំបុកនោះទេដូច្នេះហើយសេដ្ឋីក៏ដាច់ចិត្តទៅខ្ចីអំបែងពីគ្រួសារបុរសក្រីក្រនោះម្ដងនៅពេលដែលសេដ្ឋីខ្ចីអំបែងពីបុរសក្រីក្រនោះមកហើយក៏នាំគ្នាដាល់អំបុកនៅពេលនោះមានឆ្កែខំគ្នាយ៉ាងខ្លាំងហើយប្រវាយបតោបគ្នាក៏រត់ទៅប៉ះជាមួយនឹងអំបែងនោះក៏បែកខ្ទេចអស់ទៅសេដ្ឋីក៏មកប្រាប់គ្រួសារក្រីក្រនោះដើម្បីសងអំបែងវិញប៉ុន្តែគ្រួសារក្រីក្រនោះគឺមិនព្រមទេទោះបីសេដ្ឋីសងអំបែងនេះមួយជា10ក៏គ្រួសារក្រីក្រនោះមិនព្រមដែររឿងរ៉ាវនេះក៏នាំគ្នាឡើងប្តឹងដល់ព្រះមហាក្សត្រនេះគឺបានស្ដាប់រឿងដំណើរដើមតងតាំងពីដើមមកតាំងពីបុរសក្រខ្សត់ខ្ចីដឹងរហូតដល់សេដ្ឋីខ្ចីអំបែងវិញដើម្បីកាត់ក្តីឲ្យមានតម្លាភាពព្រះមហាក្សត្រក៏ឲ្យកូនស្រីសេដ្ឋីទៅបម្រើគ្រួសារក្រីក្រនោះវិញម្ដងតាមរយៈរឿងនេះយើងឃើញថាធ្វើអ្វីក៏ដោយកុំឲ្យហួសហេតុពេកព្រោះថ្ងៃណាមួយជួនកាលរឿងនោះនឹងធ្លាក់មកលើយើងវិញជាមិនខានដោយពាក្យចាស់លោកពោលថាចេះឯងឲ្យក្រែងចេះគេ